ចាប់ខ្លួនម្ចាស់ហាងកាកាសាឡនដែលមានសង្សារជនជាតិចិនកាលពីរសៀលថ្ងៃទី26ខែមិថុនាឆ្នាំ2026កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចាប់ខ្លួនម្ចាស់ហាងកាកាសាឡនឈ្មោះគុំលីកាហៅក្រៅកាកាភេទស្រីអាយុ30ឆ្នាំស្ថិតនៅភូមិបាលិលី1សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្រោយវាយធ្វើបាយចាប់បង្ខាំងស្ត្រីមេម៉ាយដែលបម្រើនៅក្នុងផ្ទះរបស់ខ្លួនយ៉ាងសាហាវឃោរឃៅស្ត្រីរងគ្រោះមានឈ្មោះអ៊ុតខុនអាយុ59ឆ្នាំរស់នៅភូមិប្រជាធម្មលិចសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាស្ត្រីមេម៉ាយគ្មានកូនគ្មានផ្ទះសម្បែងហើយដើរធ្វើអនាម័យតាមផ្ទះដើម្បីយកប្រាក់ឈ្នួលក្រោយមកក៏បានសុំស្ត្រីបង្កខាងលើស្នាក់នៅជាមួយដើម្បីធ្វើជាអ្នកអនាម័យហើយស្នាក់នៅហូបចុកជាមួយគ្នាអស់រយៈពេលជាង3ឆ្នាំមកហើយក្រោយទទួលបានបណ្ដឹងពីស្ត្រីរងគ្រោះកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកអនុសេនីយ៍ឯកតិលតៃលាវមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះដល់កន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង 10:00 នាទីថ្ងៃទី28ខែមិថុនាឆ្នាំ2026ទើបឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងដកហូតវត្ថុតាងកាំបិតប៉ាំងតោដងឈើប្រវែង30សង់ទីម៉ែត្រចំនួន1ដើមនៅចំណុចហាងកាកាសាឡនស្ថិតក្នុងភូមិបាលីឡៃ1សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធីលោកអនុសេនីយ៍ឯកតិលតៃលាវមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឲ្យដឹងទៀតថាថ្ងៃមួយជនជាតិចិនដែលជាប្តីរបស់ជនសង្ស័យខាងលើបានយកទូរស័ព្ទនិងកុំព្យូទ័រជាច្រើនគ្រឿងមកផ្ញើជនសង្ស័យពេលនោះជនរងគ្រោះកំពុងធ្វើការងារអនាម័យស្រាប់តែឃើញទូរស័ព្ទចំនួន3គ្រឿងធ្លាក់ចេញមកក្រៅហើយខ្លួនក៏បានយកទូរស័ព្ទនោះទៅលក់ឲ្យអ្នកទិញទូរស័ព្ទខូចៗតាមផ្លូវបានប្រាក់ចំនួន20,000រៀលស្រាប់តែថៅកែស្រីជនសង្ស័យបានដឹងថាជនរងគ្រោះយកទូរស័ព្ទយកទៅលក់ខ្លួនក៏បានយកកំណាត់ឈើវាយទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសចេញឈាមជាច្រើនកន្លែងនិងបានយកកាំបិតប៉ាំងតោមកគំរាមកាត់ម្រាមដៃជើងរបស់ជនរងគ្រោះហើយថែមទាំងគំរាមមិនឲ្យចេញក្រៅផ្ទះទៀតផងក្រោយមកនៅវេលាម៉ោង 4 ថ្ងៃទី14ខែមិថុនាឆ្នាំ2026ជនរងគ្រោះបានមានឱកាសឡើងលើដំបូលផ្ទះពីខាងក្រោយរួចដើរមកខាងមុខហាងហើយសម្រោតខ្លួនចុះតាមជម្រឹងដែកពេលចុះមកដល់ក្រោមបានជិះម៉ូតូឌុបទៅផ្ទះប្អូនស្រីនៅមណ្ឌល4ដើម្បីព្យាបាលរបួសហើយបានទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដងលោកអនុសេនីយ៍ឯកតិលតៃលាវបានបន្តថាក្រោយឃាត់ខ្លួននឹងសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានសកម្មភាពប្រើអំពើហិង្សាដោយការប្តឹងចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែនដោយសារខឹងនឹងជនរងគ្រោះយកទូរស័ព្ទដែលជនជាតិចិនជាសង្សាររបស់ខ្លួនយកទៅលក់យកលុយដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្ដែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធីលោកវរៈសេនីយ៍តូព្រំថេងប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឲ្យដឹងថាការបង្ក្រាបករណីខាងលើនេះក៏ទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រីបនបិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលនីតិវិធីពីលោកកើតវណ្ណរ៉េតព្រះរាជអាជ្ញាអមសាលាដំបងខេត្តផងដែរបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបងខេត្តហើយនៅព្រឹកថ្ងៃច័ន្ទទី29ខែមិថុនាឆ្នាំ2026នេះដើម្បីអនុវត្តតាមនីតិវិធី